បាននេះថា protector របស់យើងការពារនៅពេលដែលភ្លើងដាច់ឬក៏ភ្លើងមកវិញប្រហែលវិនាទីវាដំណើរការអូតូអញ្ចឹងបាទទៅសួស្តីអ្នកទាំងគ្នាថានេះខ្ញុំបានចង់បង្ហាញអ្វីដែលមាននៅក្នុង stock ស្រាប់ហើយចង់បង្ហាញជូនអ្នកទាំងគ្នាចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបាន protector ដែលបង្ហាញវល់បំពាក់នឹងគីឡូភ្លើងមួយតម្លៃត្រឹមតែ$8អញ្ចឹងតើនៅក្នុងនេះមានអ្វីខ្លះនិងរបៀបនៃការប្រើប្រាស់និងវាមានមុខងារយ៉ាងដូចនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងបើកបោកមកអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានយើងមាន protector ដែលបង្ហាញវល់បំពាក់នឹងគីឡូភ្លើងមួយបែបនេះហើយក៏មានតាក់ទងឯកសារកាតាឡុករបៀបនៃការប្រើប្រាស់និងកំណត់ function របស់វាផងដែរអញ្ចឹងខ្ញុំនឹងភ្ជាប់ភ្លើងដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងមានជាព្រីហើយនឹងខ្សែភ្លើងដើម្បីភ្ជាប់បង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបាននេះថាផ្នែក input របស់វាពីខាងលើនេះបាននេះថាភ្ជាប់ជាមួយនឹងប្រភពភ្លើងរបស់យើង alpha 1 node 1ហើយផ្នែក output បាននេះថាផ្នែកចេញភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់មាន alpha 1 node 1បាននេះថាភ្ជាប់បាននេះថាពីខាងក្រោមនេះអញ្ចឹងខ្ញុំនឹងភ្ជាប់ប្រភពភ្លើងមកអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានប្រភពភ្លើងអ្នកទាំងគ្នាអាចភ្ជាប់ពី input បាននេះថាផ្នែកខាងលើនេះមក alpha 1 node 1អញ្ចឹងខ្ញុំនឹងភ្ជាប់ដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបាននៅពេលដែលភ្ជាប់បែបនេះហើយខ្ញុំនឹងភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់បង្ហាញជូនអ្នកទាំងគ្នាពីខាងក្រោមផ្នែក output របស់វាពីខាងក្រោមនេះអ្នកទាំងគ្នាអាចមើលបាន alpha 1 node 1ដូចគ្នាអញ្ចឹងខ្ញុំបាទនឹងភ្ជាប់ដើម្បីបង្ហាញជូនអ្នកទាំងគ្នាអញ្ចឹងខ្ញុំនឹងភ្ជាប់ភ្លើងដើម្បីបង្ហាញឲ្យអ្នកទាំងគ្នាអាចមើលបានផងដែរអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាភ្ជាប់ភ្លើងដំបូងបានន័យថាការកំណត់នីតិនៅពេលដែលវាបើកបានន័យថាការពីឧបករណ៍នៃការប្រើប្រាស់របស់យើងកុំឲ្យឆេះឬក៏គីឡូបុកបានន័យថាឡើងគីឡូភ្លើងឲ្យផងដែរអញ្ចឹងបានន័យថាការពារតាក់ទងនឹងឧបករណ៍នៃការប្រើប្រាស់របស់យើងអញ្ចឹងអ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានវាកំណត់នីតិវាអាចបើកអូតូផងដែរអញ្ចឹងរបៀបនៃការកំណត់អ្នកទាំងគ្នាអាចមើលនៅក្នុងកាតាឡុកនៅក្នុងនេះបានរបៀបនៃការកំណត់ protector ដែលបង្ហាញវល់បំពាក់នៅក្នុងនេះគីឡូភ្លើងផងដែរអញ្ចឹងខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នារបៀបនៃការកំណត់អ្នកទាំងគ្នាអាចចុចត្រង់ប៊ូតុងពណ៌ខៀវនេះមករបៀបនៃការកំណត់អញ្ចឹងដំបូងអ្នកទាំងគ្នាអាចចុចបានន័យថាចេញអក្សរ R នេះបានន័យថាការកំណត់ទៅលើអំពែរបស់យើងការប្រើប្រាស់ protector នេះចាប់ពី1អំពែរហូតដល់63អំពែអញ្ចឹងអ្នកទាំងគ្នាអាចកំណត់បានបើសិនបើអ្នកទាំងគ្នាភ្លើងប្រើ10អំពែឬក៏16ឬក៏20 25ឬក៏32 40 50ឬក៏63អ្នកទាំងគ្នាអាចកំណត់ទៅនៅក្នុងនេះបានអញ្ចឹងរបៀបនៃការកំណត់អ្នកទាំងគ្នាអាចមើលបាននៅក្នុងនេះកំណត់ទៅប៊ូតុងចុចឡើងចុះត្រង់ចំណុចនេះអញ្ចឹងអ្នកទាំងគ្នាអាចមើលបានរបៀបនៃការកំណត់គឺបែបនេះតាក់ទងនឹងការកំណត់ចរន្តហើយបន្តមកទៀតតាក់ទងនឹងការបានន័យថាភ្ជាប់ជាមួយនឹងការកំណត់ផ្សេងទៀតចំណុចទី2អ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានការកំណត់ទៅលើ over current បានន័យថា error របស់វានឹងប្រហែលវិនាទីនៅពេលដែលចរន្តរបស់យើងនឹងលើសឬក៏ធ្លាក់ខ្លាំងអញ្ចឹងការកំណត់ឲ្យវាកាត់ផ្ដាច់អូតូអញ្ចឹងបានន័យថាការកំណត់អ្នកទាំងគ្នាអាចចុចប៊ូតុងឡើងចុះគឺត្រង់ចំណុចនេះបានហើយបន្តមកទៀតអ្នកទាំងគ្នាអាចចុចប៊ូតុងនេះទៀតមកដើម្បីកំណត់បន្តទៀតត្រង់ចំណុចនេះអក្សរអុយហាននេះបានន័យថាការកំណត់កម្រិតតាំងខ្យល់របស់យើងឡើងខ្លាំងពេកឲ្យវាកាត់ផ្ដាច់ប្រហែលវ៉ុលអញ្ចឹងអ្នកទាំងគ្នាអាចកំណត់បានដូចគ្នាអញ្ចឹង270ឬក៏260 65ឬក៏75អីអ្នកទាំងគ្នាអាចកំណត់បានត្រង់ចំណុចនេះអញ្ចឹងបន្តមកទៀតអ្នកទាំងគ្នាអាចសេរីបានហើយបន្តមកចុចត្រង់ចំណុចនេះមួយទៀតមកដើម្បីកំណត់ផ្សេងទៀតតាក់ទងនឹងការកំណត់ទៅលើនីតិរបស់វាអញ្ចឹងនៅពេលដែលតាំងខ្យល់របស់យើងឡើងខ្លាំងពេកហ្នឹងប្រហែលវិនាទីឲ្យវាកាត់ផ្ដាច់អញ្ចឹងអ្នកទាំងគ្នាអាចសេរីបានត្រង់ចំណុចនេះ3ឬក៏4វិនាទីអាស្រ័យទៅលើអ្នកទាំងគ្នាចង់បានហើយបន្តមកទៀតចុចត្រង់ចំណុចបេតុងនេះទៀតមកដើម្បីការកំណត់ត្រង់ចំណុចនេះបានន័យថាកម្រិតតាំងខ្យល់របស់យើងធ្លាក់ខ្លាំងពេកប្រហែលវ៉ុលឲ្យវាកាត់ផ្ដាច់អញ្ចឹងយក170ឬក៏160អាស្រ័យទៅលើអ្នកទាំងគ្នាកំណត់អញ្ចឹងខ្ញុំយក170មកដើម្បីបង្ហាញជូនអ្នកទាំងគ្នាហើយបន្តមកទៀតអ្នកទាំងគ្នាអាចចុចប៊ូតុងបន្ទាប់ទៀតតាក់ទងនឹងការកំណត់នីតិនៅពេលដែលតាំងខ្យល់របស់យើងធ្លាក់ខ្លាំងពេកប្រហែលវិនាទីឲ្យវាកាត់ផ្ដាច់អញ្ចឹង5វិនាទីឬក៏2 3វិនាទីអាស្រ័យទៅលើអ្នកទាំងគ្នាកំណត់ចុចប៊ូតុងឡើងចុះនេះដូចគ្នាហើយបន្តមកចុចត្រង់ចំណុចនេះប៊ូតុងបន្ទាប់ទៀតតាក់ទងនឹងការកំណត់នីតិបានន័យថា protector របស់យើងការពារនៅពេលដែលភ្លើងដាច់ឬក៏ភ្លើងមកវិញប្រហែលវិនាទីវាដំណើរការអូតូអញ្ចឹងខ្ញុំយក10ឬក៏15ឬក៏10បានន័យថា5វិនាទីអាស្រ័យទៅលើអ្នកទាំងគ្នាចង់បានខ្ញុំយក10មកហើយបន្តមកទៀតតាក់ទងនឹងការកំណត់វិនាទីបានន័យថានៅពេលដែលមានបញ្ហាអីផ្សេងប្រហែលវិនាទីឲ្យវាដំណើរការឡើងវិញត្រង់ចំណុចនេះអញ្ចឹងអ្នកទាំងគ្នាអាចមើលត្រង់ចំណុចនេះទៅខ្ញុំយក20វិនាទីទៅដើម្បីកំណត់ឲ្យអ្នកទាំងគ្នាអាចមើលបានហើយបន្តមកទៀតអ្នកទាំងគ្នាអាចចុចត្រង់ចំណុចបន្ទាប់មកទៀតអញ្ចឹងនៅពេលដែលត្រង់ចំណុចនេះអ្នកទាំងគ្នាអាចមើលបានវាមានពាក្យថា no ឬក៏ yes អញ្ចឹងអ្នកទាំងគ្នាអាចសេរីត្រង់ចំណុចនេះមកបើសិនបើ yes បានន័យថាការកំណត់គីឡូភ្លើងរបស់យើងនៅបានន័យថាយើង reset បានន័យថាឲ្យគីឡូភ្លើងរបស់យើងមកត្រឡប់មក0វិញបើសិនបើអ្នកគ្នាចុចយកពាក្យ no បានន័យថាគីឡូភ្លើងរបស់យើងបានន័យថាដំណើរការទៅតាមគីឡូភ្លើងចាស់របស់យើងអញ្ចឹងអ្នកទាំងគ្នាចង់សិតគីឡូភ្លើងអ្នកទាំងគ្នាមក00វិញក៏បានឬក៏បន្តទៀតក៏បានឬក៏អ្នកទាំងគ្នាអាចមើលនៅក្នុងនេះបានន័យថា no
បាននេះថាបន្តទៀតបើសិនបើអ្នកទាំងគ្នាចុចពាក្យ yes បាននេះថាអ្នកទាំងគ្នាបាននេះថាអ្នកទាំងគ្នាអាចមើលពាក្យ yes បាននេះថាការកំណត់គីឡូភ្លើងរបស់យើងមក00វិញអញ្ចឹងអ្នកទាំងគ្នាអាចមើលត្រង់ចំណុចនេះបានអញ្ចឹងរបៀបនៃការកំណត់គឺវាមានប៉ុណ្នេះអញ្ចឹងអ្នកទាំងគ្នាអាចមើលត្រង់ចំណុចនេះទៅវាមានតាក់ទងនឹងគីឡូភ្លើងហើយនឹងបាននេះថាប្រេកង់និងអនុភាពរបស់វាអញ្ចឹងអ្នកទាំងគ្នាអាចចុចសេរីត្រង់ចំណុចនេះទៅបាននេះថាវាលោតត្រង់ចំណុចនេះអញ្ចឹងអ្នកទាំងគ្នាអាចយកពាក្យគីឡូភ្លើងមកហើយបើសិនបើអ្នកគ្នាចង់ដឹងតាក់ទងនឹងប្រេកង់អ្នកទាំងគ្នាអាចចុចត្រង់ចំណុចនេះមកតាក់ទងនឹងប្រេកង់ចំនួន hertz របស់វាក៏វាបង្ហាញក្នុងនេះដែរហើយតាក់ទងនឹងរបៀបនៃការកំណត់គឺបែបនេះបាននេះថាវាបង្ហាញតាក់ទងនឹងចរន្តតង់សុងហើយនឹងគីឡូវ៉ាត់ម៉ោងក្នុងការប្រើប្រាស់ធម្មពលភ្លើងអ្នកទាំងគ្នាអស់ប្រមាណគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃក្នុងមួយខែអស់ចំណាយអស់ប្រមាណគីឡូហើយនឹងគុណជាលុយទៅអ្នកទាំងគ្នាអាចធៀបជាមួយនឹងបាននេះថាគីឡូភ្លើងជាមួយនឹងបកគោធំអ្នកទាំងគ្នាអាចដាក់មួយនៅក្នុងផ្ទះទៅដើម្បីកំណត់តាក់ទងគីឡូភ្លើងអ្នកទាំងគ្នាអាចងាយស្រួលដឹងនៃការប្រើប្រាស់ធម្មពលអគ្គិសនីអ្នកទាំងគ្នាដែរអញ្ចឹងនៅពេលដែលឧទាហរណ៍ភ្លើងដាច់ខ្ញុំនឹងបង្ហាញជូនអ្នកទាំងគ្នាឧទាហរណ៍ភ្លើងដាច់បែបនេះអញ្ចឹងតាក់ទងនឹងដំណើរការរបស់វាបាននេះថាវាដូចអ្វីដែលអ្នកទាំងគ្នាកំណត់មុនហ្នឹងបាននេះថា10វិនាទីវានឹងដំណើរការភ្ជាប់ជាមួយនឹងឧបករណ៍នៃការប្រើប្រាស់របស់យើងបាននេះថាវាការពារទុកអញ្ចឹងអ្នកទាំងគ្នាមើលបានគឺវាបានបើកអូតូទៅតាមអ្វីដែលអ្នកទាំងគ្នាកំណត់នីតិមុនហ្នឹងអញ្ចឹងបាននេះថាការពារនៃការទប់ចរន្តនៅពេលដែលភ្លើងមកភ្លាមវាបុកខ្លាំងឬក៏ឆេះជាមួយនឹងឧបករណ៍នៃការប្រើប្រាស់របស់យើងឬក៏បុកគីឡូឲ្យឡើងអ្នកទាំងគ្នាអាចប្រើបាននេះថាល្អសម្រាប់អ្នកទាំងគ្នាអាចដឹងហើយនឹងអត្ថប្រយោជន៍ផ្សេងដែលដឹងតាក់ទងនឹងចរន្តនៃការប្រើប្រាស់លើខ្លាំងឬក៏ទាបខ្លាំងពេកឲ្យវាកាត់ផ្ដាច់អូតូហើយនឹងកម្រិតតង់សុងឡើងខ្លាំងពេកនិងធ្លាក់ខ្លាំងពេកឲ្យវាកាត់ផ្ដាច់អូតូហើយនៅពេលដែលកម្រិតតង់សុងមកធម្មតានិងចរន្តមកធម្មតាវិញឲ្យវាដំណើរការធម្មតាទៅតាមការកំណត់របស់អ្នកទាំងគ្នាហើយដឹងតាក់ទងនឹងគីឡូភ្លើងក្នុងការប្រើប្រាស់ធម្មពលអគ្គិសនីអ្នកទាំងគ្នាផងដែរហើយថាបតិកទ័រដែលបង្ហាញវល់អំពែហើយនឹងកម្រិតគីឡូភ្លើងបាននេះថាគីឡូភ្លើងនេះមួយតម្លៃត្រឹមតែ$8បើសិនបើអ្នកនេះចង់បានខ្ញុំបានមាននៅក្នុង stock ស្រាប់បើសិនបើអ្នកនេះទិញភ្លាមបានភ្លាមផងដែរហើយខ្ញុំបានធានារបស់ថ្មីប្រអប់ស៊ីន 100% ជូនអ្នកទាំងគ្នាហើយបើសិនបើអ្នកនេះចង់បានអាចតាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទឬក៏តាមលេខ Telegram ខ្ញុំបានបើសិនបើអ្នកយកទៅប្រើប្រាស់មានចម្ងល់អីអាចសួរខ្ញុំបានបន្ថែមបានរបៀបនៃការប្រើប្រាស់ផងដែរខ្ញុំបាទសូមអរគុណ